សូមរំលឹកនឹកគុណរុក្ខរៈទេវតាអ្នកតាព្រៃភ្នំដែលជាអ្នកមានឫទ្ធិបារមីដឹងនៅអំពើសុចរិតនិងទុច្ចរិតក្នុងលោកជាពិសេសអំពើអមនុស្សធម៌ដែលកំពុងរាតត្បាតមកលើសត្តនិកសពថ្ងៃនេះតើលោកដឹងឮឬទេលោកដឹងឮឬទេយើងបានដឹងនៅវត្ថុបំណងរបស់អ្នកអស់ហើយយើងនៅបង្ក្រាបនៅអំពើអមនុស្សធម៌ទាំងអស់នោះវិជារស្មីគូវិជារស្មីថ្ងៃនេះកូនត្រូវតែហាត់ក្បាច់គុណដែលឪពុកបង្ហាត់កូនពីថ្ងៃមុននោះឲ្យពុកបានមើលម្ដងណាវិជារស្មីកូនភ្លេចហើយមែនទេបើដូច្នេះត្រូវតែធ្វើតាមពុកណាមែនទេកូនអ្នកសម្រាប់ពឹកទឹកបន្តិចសិនទៅណាពុកសុំពុកពិសាទឹកបន្តិចទៅពុកវានឿយហត់ណាស់មែនទេវិជារស្មីប្អូនសុំជម្រាបសួរក្មួយទាំងអស់គ្នាទៅតែអញ្ជើញមកឬចាតែណាហើយពុកវាពុកនឹងកូនក៏នឿយហត់ណាស់ដែរសម្រាប់យកកម្លាំងសិនទៅនៅទីនេះទុកអុយសោបុផាគេណែនាំពុកក្មួយទាំងនេះរៀនត្បាញសូត្រជាបន្តទៀតណាពុកវាកប្អូនឯងឥឡូវធំកំឡោះស្ដងត្មងកតើរៀនវិជ្ជាគុណនោះបានដល់ណាទៅហើយចំមែនណាកូនឯងឃ្លានបាយហើយឬនៅចូលទៅរកបាយទឹកញ៉ាំតកូនលឿនឡើងមើលបងប្អូនយើងទាំងអស់គ្នាចាដល់ពេលវេលាយើងដំបាញ់ហើយដូច្នេះបងប្អូនយើងប្រញាប់បំពេញកិច្ចការនេះភ្លាមទៅណាចាអ
ក្នុងពនាមអនុបត្តិកុមារមានប្រជញ្ញអាយុ18វស្សាហើយ18ឆ្នាំហើយវ័យវត្តធាការូបឈមសង្ហាអង្គចំចាក់ក្រៃ18ឆ្នាំហើយវ័យវត្តធាការូបឈមសង្ហាអង្គចំចាក់ក្រៃស័កសមជាសត្វលេងមានរុនបារមីក្រងខែនអីស្ងំរាំងមិនដែរថ្ងៃនេះចង់ត្រាច់ហើយកុំសានហាទៅរបៀបប្រយោកូនឆ្នេរចលសាថ្ងៃនេះចង់ត្រាច់កុំសានហាទៅរបៀបប្រយោកូនឆ្នេរចលសាទឹកដីធំធេងធ្លាប់ល្បីកិត្តិយសជាសង្ខេធំកានរំរៀងថ្ងៃនេះខ្ញុំសែនសប្បាយក្នុងព្រះរាជហឫទ័យខ្លាំងណាស់ ក្រាបទូលព្រះអង្គ អូលោកមហាមន្ត្រី កាលណាថ្លៃផ្សេងការយើងចេញទៅផ្សារព្រៃនោះទូលបង្គំបានរៀបចំអសរតរួចជាស្រេចហើយក្រាបទូល ប្រសាណាស់បញ្ជឹងលោកធ្វើដំណើរទៅក្នុងទីនេះតែម្ដងណាលោក សូមទទួលតាមព្រាមជាក្រាបទូលមើលសេនាបានលោក ហ
ទៅបងអូនមើលទៅខាងនេះវិញនាងដាក់ក្រោយទឹកខ្លាំងក៏អោយគាត់មិន នាងនេះជាកន្សែងនាង តាលោកជាអ្នកណាបានជាបានមកលួចអូនាងអើយខ្ញុំជាអ្នកដើរប្រមាញ់បានដើរវង្វេងផ្លូវចែកដនមកទីកន្លែងនេះជួបនឹងនាងកំពុងតែងូចទឹកខ្ញុំគ្មានចេតនាទេនាងខ្ញុំមិនជឿទេពីព្រោះលោកឯងជាមនុស្សចម្លែកណាស់តែណាហើយលោកប្រញាប់ចេញពីទីនេះភ្លាមទៅប្រញាប់ទៅខ្ញុំទៅហើយអូយចុះយ៉ាងម៉េចលោកអើយលោកដើរទៅជាមកខាងអញ្ចឹងជើងរបស់ខ្ញុំវាត្រូវរបួសណាស់នាងជើងរបស់លោកឈឺមែនឬពិតណាស់ខ្ញុំមិនដែលនិយាយកុហកអ្នកណាទេចាប់សិនលោកត្រាំបន្តិចទៅណាលោកគួយចុះកន្លែងនេះទៅលោកត្រាំបន្តិចទៅបន្តិចទៀតជើងរបស់លោកវាបាត់ឈឺហើយចុះយ៉ាងបាច់បានជាលោកមកចាប់ដៃខ្ញុំពីព្រោះបាត់ដៃរបស់អ្នកនាងត្រជាក់ណាពេលតែប៉ាដល់សាច់ជើងភ្លាមវាសូមលោកអភ័យទោសដល់នាងខ្ញុំផងខ្ញុំមិននឹកស្មានថាលោកមានប្រាថ្នាយ៉ាងនេះទេខ្ញុំមិនសុខចិត្តទេនាងត្រូវតែអៀវកខ្ញុំទៅដល់ផ្ទះចុះអៀវកនោះវាយ៉ាងបាច់អអៀវកនោះគឺនាងអបកខ្ញុំអញ្ចឹងណានាងទេមិនបានទេជប់សិននាងតើណាហើយបើនាងមិនព្រមក៏ហែកចុះជើងខ្ញុំក៏វិបត្តិឈឺដែរហើយនាងហើយសូមនាងមេត្តាអនុញ្ញាតឲ្យខ្ញុំបានសួរនៅនាមត្រកូលរបស់នាងផងណាចាតើនាងឈ្មោះអីត្រូវជាកូនចៅរបស់អ្នកណាជាពិសេសផ្ទះរបស់នាងនៅដល់ទីណាដែរនាងចាឪពុករបស់ខ្ញុំឈ្មោះវិជារក្សាម្ដាយឈ្មោះពីមីផ្ទះខ្ញុំនៅខាងក្រោមជើងភ្នំឯណោះរីឯនាងខ្ញុំវិញមាននាមថាអ្វីទៅនាងមាននាមថាសបុប្ផាណាលោកឈ្មោះថាសបុប្ផាចាពិតជាពិរោះមែនស័ក្តិសមមែននាងសបុប្ផាអើយខ្ញុំមិនលាក់បាំងនឹងនាងទេគ្រាន់តែក្រឡេកឃើញនាងភ្លាមអរ៉ាខ្ញុំសែនរំភើបហើយក៏ចិត្តប្រតិបត្តិទៅលើរូបនាងទៅហើយ
វាចាួនច្បាប់ដំរាបានចាប្រាកដទេប្រងលីកាត់សនមត់អបនំសតមិនរកក្លែកឡើយស្នេហ៍ជាដល់កាយអូកាយបងអើយថ្លៃនឹងសង្ខាចាបង សបុផាអូន ចា អូនស្អាតណាស់ពេជ្ររស្មីបងចាប់សិន ជប់សិន ពេជ្ររស្មីបងស្ដាប់និយាយសិនណាចាប់ពេជ្ររស្មីបង ចប់អេស្គាល់យើងជានរណាទេយើងនេះជាកម្ពុជាបរណគុណនិយមណាសូមព្រះអង្គព្រះរាជាទោសដល់ទូលគុំទាំងអស់គ្នាផងក្រាបទូល មិនជួយទេក្រោកឡើងចុះណា ចាប់សិនពេជ្ររស្មីបងស្ដាប់បងនិយាយសិនណាមិនបានទេនេះគឺជាស្ដេចធំណាស់ប្រយ័ត្ននឹងឲ្យបងសូមព្រះអង្គព្រះរាជទានទោសដល់វិជារស្មីបងអូនរបស់ខ្ញុំម្ចាស់ផងប្រវិអភិការកូនណាព្រះអង្គ ទេមិនអីទេណានាងយើងមិនដែលចាប់ទោសអូដំណើរជនពិការដូចនេះឡើយផ្ទុយមកវិញពេលដែលយើងយល់ច្បាស់នៅដំណើរជីវិតនៃគ្រួសារណានាងកាន់តែធ្វើឲ្យយើងអាណិតស្រឡាញ់ថែមទៀតណានាង ណ៎ឯងលឺទេណាពីថ្ងៃនេះតទៅណាយើងជប់ខៅនឹងអញទៅណាសាមគ្គីគ្នាណាអូយវីវ យើងសម្រេចប្រតិថាទៅអញ្ជើញគ្រួសាររបស់នាងចូលទៅរស់នៅក្នុងព្រះបរមរាជវាំងតើណានាងយល់ឃើញយ៉ាងណាដែរ ខ្ញុំម្ចាស់សូមថ្លែងអំណរគុណនៅទឹកចិត្តដ៏ល្អរបស់ព្រះអង្គប៉ុន្តែឋានៈតូចទាបដូចជាគ្រួសារខ្ញុំម្ចាស់មិនស័ក្តិសមនឹងព្រះអង្គទេក្រាបទូលខ្ញុំម្ចាស់សូមគោរពលាហើយ ជប់សិនណានាង អូ ណានាងបេះបានផ្លែឈើទុំឆ្ងាញ់ណាស់នេះជាផ្លែឈើរបស់ណានាងយកចុះតើណាហើយនាងធ្វើដំណើរទៅផ្ទះមុនចុះយើងសន្យាជួបនាងនៅក្នុងព្រះបរមរាជវាំងណានាង ព្រះគោខ្ញុំម្ចាស់ សូមក្រាបថ្វាយបង្គំប្រការណាជាម្ចាស់ជីវិតបន្តលើត្បូងក្រាបទូល ប្រសើរហើយអស់លោកនាមើលមន្ត្រីសេនាស្រីស្នំសេវកាមកទាំងអស់គ្នាចូលអស់លោកទាំងអស់ក្រោកឡើងរកទីកន្លែង សូមថ្វាយអំណរព្រះអង្គក្រាបទូល ថ្ងៃនេះយើងមានបៃតេសមណោះរីករាយអត់ឧបមាដោយយើងបានឡើងគ្រប់គ្រងរាជសម្បត្តិជំនួសភក្ត្រព្រះបិតាអញអងណាយឆំយ៉ាងណាយ
say mai pi riêng say một tay ông săn cá pi bờ đây nom sông ai suốt ai chun riêng ai pro chi ក្រាបទូលព្រះអង្គដើម្បីបន្តនៅក្នុងកម្មវិធីនេះទូលបង្គំសូមប្រកាសឈ្មោះអ្នកដែលស្ម័គ្រចិត្តចូលមកបម្រើរាជបល្ល័ង្ក1គឺលោកវ៉ាន់សាក់2គឺលោកវិជារក្សាទូលបង្គំសូមក្រាបថ្វាយបង្គំប្រកាសណាជាម្ចាស់ជីវិតដំកល់លើត្បូងក្រាបទូល ប្រសើរហើយលោកវិជារក្សាក្រោកឡើងចុះលោកនេះហើយគឺជាលោកវិជារក្សាដែលមានចរិយាសម្បត្តិថ្លៃថ្នូរធ្លាប់ល្បីឈ្មោះខាងវិជាគុណតាំងពីយូរលង់ណាស់មកហើយថ្ងៃនេះទើបយើងមានឱកាសបានអញ្ជើញលោកម្ករស់នៅក្នុងព្រះបរមរាជវាំងហើយតែងតាំងលោកជាអង្គញាចក្រីនៅការពារបន្តព្រះរាជបល្ល័ង្កតើអស់លោកយល់ឃើញយ៉ាងណាដែរក្រាបទូលសុំថ្វាយយោបល់មួយក្រាបទូលមានយោបល់អីនិយាយមកចុះលោកណាថ្លៃពិសេសព្រះអង្គមានយោបល់ពិតជាស័ក្តិសមណាស់ក្រាបទូលពីព្រោះប្រាណកោកំពុងតែត្រូវការអ្នកដែលមានតម្រេះវិជ្ជាដូចជាបានពោលខាងដើមជាពិសេសខាងវិជ្ជាគុណដូច្នេះទូលបង្គំសូមស្នើឲ្យមានការប្រឡងមួយសិនក្រាបទូលបើទូលបង្គំយល់មិនច្រឡំទេប្រឡងគឺដើម្បីបង្ហាញនៅសមត្ថភាពតម្រេះវិជ្ជារបស់មន្ត្រីរាជការមិនថាយើងអស់លោកទាំងអស់គ្នាពិតជាឆ្លាតមែនអស់លោកតើប្រឡងជាមួយអ្នកណាទៅលោកប្រកាសណាថ្លៃពិសេសគឺជាមួយលោកមេកងក្រាបទូលប្រសើរណាស់បើជឹងអស់លោកចាប់ផ្ដើមភ្លាមទៅណាលោកមហាមន្ត្រីប្រកាសណាថ្លៃពិសេសលោកធ្វើជាអាជ្ញាកណ្ដាលក្នុងរឿងនេះណាលោកសូមទទួលតាមព្រះរាជាក្រាបទូលមើលគូប្រកួតទាំងពីរត្រូវតែប្រុងប្រៀប1 2 3លោកបានឃើញច្បាស់ហើយជ័យជំនះបានមកលើលោកវិជារក្សាក្នុងនាមយើងជាព្រះមហាក្សត្រសូមប្រកាសតែងតាំងលោកវិជារក្សាជាអង្គញាចក្រីនៅការពារបន្តព្រះរាជបល្ល័ង្កចាប់ពីថ្ងៃនេះតទៅទូលបង្គំសូមថ្លែងអំណរអរគុណព្រះអង្គជាម្ចាស់ក្រាបទូលប្រសើរឲ្យលោកក្រោកឡើងចុះតើនាងម្នាក់នេះជាអ្នកណាទៅក្រាបទូលព្រះអង្គនាងនេះឈ្មោះថាច័ន្ទបុប្ផាមានអាយុ20ឆ្នាំនាងពូកែខាងវិជាគុណហើយត្រូវជាកូនបង្កើតរបស់លោកហុងហៅនៅក្រាបទូលត្រូវជាកូនបង្កើតរបស់លោកហុងហៅពិតណាស់ព្រះអង្គអស់លោកទាំងអស់គ្នារយៈកាលកន្លងហើយព្រះអង្គបានចេញទៅប្រពៀតព្រៃបានប្រទះជួបនឹងកញ្ញាម្នាក់ឈ្មោះថាសបុប្ផានាងមានអត្តចរិតស្លូតបូតសុភាពរាបសារនាងចេះច្រៀងចេះរាំចេះដំបាញជាពិសេសគឺចេះកំណាព្យកាមឃ្លោកទៀតផងហេតុដូច្នេះសូមគោរពអញ្ជើញនាងសបុប្ផាចេញមកបង្ហាញខ្លួនបាទ
ជាម្ចាស់ជីវិតដំកល់លើត្បូងក្រាបទូល ប្រសាហើយនាងសបុផាក្រោកឡើងចុះនាង ព្រះពរព្រះអង្គ ណែនាងសបុផាលំអស្ត្រី5ប្រការនោះវាយ៉ាងណាចូលនាងរៀបរាប់ប្រាប់ឲ្យអ្នកទាំងអស់គ្នានេះបានស្ដាប់ផងមើល ខ្ញុំម្ចាស់សូមទទួលតាមព្រះរាជបញ្ជាក្រាបទូល ប្រសាហើយនាង ទីមួយនោះនេះគឺលំអសុខមិនរួចមិនអស់មិនស្គាល់ទេណាទីមួយនោះនេះគឺលំអសុខមិនរួចមិនអស់មិនស្គាល់ទេណាទីពីរគឺលំអស្បែកកាយទីបីនោះណាលំអសាច់យើងវិញ ទីមួយលំអចឹងលត់សំដៅគឺថ្មីមិនស្រឡាញ់រលែងទីមួយលំអចឹងលត់សំដៅគឺថ្មីមិនស្រឡាញ់រលែងទីប្រាំបីដល់មិនអាយុហួរលែងតែស្រស់ស្អាត ពិតជាពិរោះមែនលំអស្ត្រី5ប្រការដែលនាងបានត្រដាងឡើងពិតជាពិរោះពិរមមែន ព្រះពរព្រះអង្គ នាងបានឲ្យយើងយល់ថែមទៀតភាពជាស្ត្រីនោះនាង ព្រះពរ មើលអស់លោកទាំងអស់គ្នាយើងសម្រេចប្រតិរៀបអភិសេកនាងសបុផាធ្វើជាអគ្គមហេសីតទៅអនាគតហេតុដូច្នេះអស់លោកទាំងអស់គ្នាត្រូវតែរៀបចំកម្មវិធីនេះឲ្យបានអូឡារឹកអាធឹកអាធំផង សូមទទួលតាមព្រះគ្រូ យើងខ្ញុំទាំងអស់គ្នាសូមថ្វាយព្រះពរព្រះអង្គនិងម្ចាស់ស្ត្រីសូមឲ្យមានជំនាញយឺនយូរប្រកាយពលមមព្រះបញ្ញានាងមានថាប្រកាសនៅកណ្ដាលលោកការសន្តិភាពបរិសុទ្ធក្រៅ លោកមេកងលោកត្រូវទៅរកអបាយកលដើម្បីកម្ចាត់ពួកវាភ្លាមទៅ បាត់ទឹកអ្នកម្ចាស់ខ្ញុំកំពុងតែរីរកតែ ចាំជាល្ងងមែនចិញ្ចឹមបំបងបែង អូយ អោះពុកតាពុកមានកលល្បិចយូរទេពុក ពុកកំពុងតែរីរកកលល្បិចណាកូន ស្លាប់ហើយពុកពុកត្រូវទៅរកអបាយកលដើម្បីកម្ចាត់ពួកវាភ្លាមទៅពុកពុំគួរទុកឲ្យកូនត្រូវអាម៉ាស់ចំពោះមុខនាងសបុប្ផាយ៉ាងដូចនេះទេ ណាហើយកុំយំអីកូនជប់យំទៅកូន យ៉ាងម៉េច ពុកមិនស្រឡាញ់កូនទេឬ ពុកស្រឡាញ់កូនខ្លាំងណាស់កូនសម្លាញ់មាសឪពុក ពុកមិនស្រឡាញ់កូនទេកូនត្រូវតែ ណែកុំធ្វើព្រិះផ្ដាស់សោះ កូនត្រូវតែសម្លាប់ខ្លួន ជប់សិនកូនកុំធ្វើព្រិះផ្ដាស់អុយសោះរឿងនេះទុកឲ្យពុកជាអ្នកដោះស្រាយណាកូនណា ពុកគិតភ្លាមទៅ ឲ្យជារក្សាអញមិនអុយឯងបានសុខទេ អ
យើងសែនមួម៉ៅក្តៅក្នុងចិនដាព្រោះកុំរងការមិនបានសម្រេចយើងសែនមួម៉ៅក្តៅក្នុងអូរាព្រោះកុំរងការមិនបានសម្រេចអាវិជារក្សាអះអាងបំស្ដេចអញត្រូវសម្រេចកុំចាត់វាចោលត្រូវឲ្យពុកប៉ុន្តែកូនឃើញលោកវិជារក្សាមានវិជាគុណខ្ពង់ខ្ពស់ណាស់ពុក ពិតដូច្នោះឲ្យលោកម្ចាស់សន្ទុដៅរបស់លោកវិជារក្សាពិតជាសាហាវអស្ចារ្យ ញៀមមកទៅយើងមានបំណងចង់ឲ្យលោកឯងខ្លាយទៅជាអុកញ៉ាចក្រីតែលោកឯងធ្វើមិនបានសម្រេចពិតជាកំសាកណាស់លោកមេកង បាត់លោកម្ចាស់ តើលោកឯងមានអាស្នៀតណាសម្រាប់កំចាត់ពូជអាមនស្រកាច្រាស់នេះទេ បាត់មាន ត្រូវកំចាត់ទាំងពុកកូនវិញតើកូនសុកចិត្តបើមានរពន្ធនៅទីនេះតែខាងគឺមិនត្រូវមានអ្នកណាមកជ្រៀតជ្រែកបានឡើយ ពិតជាចឹងហើយកូន យ៉ាងណាកំចាត់ទាំងពុកកូនវិញតើយ៉ាងជាបានហើយក្តីសុខយ៉ាងណាកំចាត់ទាំងពុកកូនវិញតើយ៉ាងបានហើយក្តីសុខ សូមនឹកនាងម្ចាស់ទុកចិត្តលើខ្ញុំចុះលោកម្ចាស់ខ្ញុំមានកលល្បិចមួយលោកម្ចាស់ តើឯងមានកលល្បិចអី លោកម្ចាស់គឺយើងលេងស្នៀតនេះ លោកមេកង បាត់លោកម្ចាស់ យើងជឿជាក់ថាអាស្នៀតនេះជ័យចំណាស់នឹងធ្លាក់មកដៃយើងមិនខាន លោកវិជារក្សាម្ដងនេះលោកឯងច្បាស់ជាស្លាប់រំខានឡើយ តើនរណានឹង មិនបាច់សួរទេយើងនឹងសម្លាប់ឯង មានរឿងអីទៅលោក សូមជម្រាបលោកខុងហៅមានក្រុមចោរបាត់មុខចូលមកដល់ទីនេះមានបំណងធុគៀតខ្ញុំបានសម្លាប់វាហើយ
ឯងខានណាជាចោនេះជាទាហានរបស់ខ្ញុំនិងសេនារាជវាំងទេមិនមែនខ្មាំងទេហេតុអីបានជាលោកអីសម្លាប់ទេដោយឥតពិចារណាយ៉ាងនេះមានន័យថាលោកឯងមានគំនិតផ្ដួលរំលំព្រះរាជបល្ល័ង្កមែនទេទេលោកកងហៅខ្ញុំគ្មានគំនិតដូច្នោះឡើយព្រះករុណាជាម្ចាស់ស្ដេចទ្រង់យាងមកទីនេះហើយតើមានរឿងអីអស់លោកក្រាបទូលព្រះអង្គលោកវិជារក្សាមានគំនិតក្បត់ព្រះរាជបល្ល័ង្កក្រាបទូលលោកហងហៅហេតុអីបានជាលោកថាលោកវិជារក្សាក្បត់រាជបល្ល័ង្កប្រការណាថ្លៃសេះគឺលោកវិជារក្សាបានសម្លាប់ទាហានទូលបង្គំក្រាបទូលលោកវិជារក្សាហេតុអីបានជាលោកធ្វើយ៉ាងនេះក្រាបទូលព្រះអង្គតាមការពិតមានក្រុមចោរបាត់មុខចូលមកដល់ទីនេះមានបំណងធ្វើឃាតទូលបង្គំហោះពិតណាស់ស្ងៀមទៅតើរឿងនេះវាយ៉ាងម៉េចអស់លោកទាំងអស់គ្នាប្រការណាថ្លៃវិសេសជាយូរណាស់មកហើយដែលទូលបង្គំមានការសង្ស័យចំពោះលោកវិជារក្សាមានគំនិតផ្ដួលរំលំព្រះរាជបល្ល័ង្កក្រាបទូលលែនលោកអុកញ៉ាឬស្យាបប្រយាអង្គមន្ត្រីបំពេញអត្តមា